តាមរយៈជ័យជំនះដ៏ត្រចះត្រចង់របស់គណៈបកប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី7បានផ្ដល់លទ្ធភាពពេញលេញឲ្យគណៈបកប្រគល់ភារកិច្ចដឹកនាំដល់ជួរអ្នកបន្តវេនវ័យក្មេងដែលគណៈបកបានអប់រំបណ្ដុះបណ្ដាលនិងត្រៀមលក្ខណៈសម្បត្តិយ៉ាងម៉ត់ចត់បំផុតឆ្លងកាត់រយៈពេលជិត2ឆ្នាំមកនេះរាជរដ្ឋាភិបាលនីតិកាលទី7ដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានពុះពៀជំនះបញ្ហាប្រឈមជាច្រើនសម្រាប់បានសមិទ្ធផលលើគ្រប់វិស័យប្រកបដោយមោទនភាពតែឆ្លុះបញ្ចាំងឲ្យឃើញច្បាស់អំពីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់គណៈបកប្រជាជនកម្ពុជាបច្ចុប្បន្នប្រជាណាចក្រកម្ពុជាកំពុងឈានទៅមុខយ៉ាងស្វាហាប់លើមេគាសន្តិភាពប្រជាធិបតេយ្យនីតិរដ្ឋនិងអភិវឌ្ឍក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលតែមានចក្ខុវិស័យច្បាស់លាស់មានការបដិញ្ញាចិត្តមោះមុតនិងមានការគាំទ្រយ៉ាងទូលំទូលាយពីប្រជាជន